Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីលីងវូដែលជាភាគទី160របស់យើងចាប់ផ្ដើមអាស្រ័យរឿងនៅក្នុងគ្រួសាររាជវង្សបានរៀបចំនៅពិធីអាពាហ៍ពិពាហ៍ដែលមានភ្ញៀវកិត្តិយសជាច្រើនមកពីគ្រួសារធំៗហើយនិកាយផ្សេងទៀតសុទ្ធសឹងតែជាមហាអំណាចកម្ពុជារបស់អាណាចក្រធានវូត្រឹមត្រូវវាជារឿងធម្មតាទៅហើយអ្នកក្លាហានវូឈិនដែលបានឈ្នះចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួតប្រជែងនៃដែនដីឋានស៊ូកណ្ដាលដែលគាត់គឺជាបេក្ខជនតំណាងឲ្យអាណាចក្រធានវូយើងគាត់គឺជាមនុស្សពូកែម្នាក់សូម្បីតែមហាអំណាចក្រុងអាតេរីក៏គោរពគាត់ដែរដូច្នេះអ្នកក្លាហានវូឈិនហើយនឹងព្រានាងពិតជាស័ក្តិសមគ្នាណាបន្ទាប់ពីស្ដាប់ឮបែបនោះឪពុកកូននៃគ្រូសាប៉ៃលីដែលបានដើរចូលមកបានពោលថាវាពិតជាគួរឲ្យអស់សំណើចណាស់តាមសមត្ថភាពរបស់វូឈិនគេមិនអាចទទួលបានជ័យជំនះនោះទេលោកម្ចាស់ប៉ៃលីបានប្រាប់ថាប្រយ័ត្នមាត់ផងកូនស្រីថ្ងៃនេះជាឱកាសដ៏ល្អមួយសម្រាប់កូនក្នុងការរាប់អានធ្វើជាមិត្តរបស់វូឈិនហើយនឹងសម្រាប់គ្រូសាប៉ៃលីរបស់យើងឲ្យរឹតតែជិតស្និទ្ធជាមួយនឹងគ្រូសារាជវង្សដូច្នេះកូនត្រូវតែចេះអន់លំទោសក្តាប់យកឱកាសមួយនេះពេលនោះផងដែរសម្លេងរបស់បុរសម្នាក់បានប្រកាសថាអ្នកក្លាហានវូឈិនបានមកដល់ហើយដែលឈិនធានបានស្លៀកនៅឈុតកូនកំលោះពណ៌ក្រហមបោះមួយជំហានទៅខាងមុខជាមួយនឹងកម្លាំងធម្មពលដ៏ខ្លាំងក្លាដែលធ្វើឲ្យរាល់គ្នាបាននិយាយព្រមគ្នាថាសូមអបអរសាទរអ្នកក្លាហានវូឈិនចំណែកឈិនធានក្រឡេកទៅមើលក៏បានស្គាល់ទាំងអស់តែម្ដងមានទាំងនិកាយ3សាយគ្រូសារាជវង្សស៊ូណានគ្រូសាប៉ៃលីហើយនឹងចាស់ទុំដទៃទៀតពួកគេរាល់គ្នាសុទ្ធសឹងតែជាមនុស្សនៃអាណាចក្រធានវូហើយសាយរឿងក៏បានកាត់ត្រឡប់ក្រោយយើងបានឃើញក្រុមរបស់ឈិនធានកំពុងតែពិភាក្សាគ្នាឈិនណានបានលើកឡើងថាបងប្រុសពិធីមង្គលការមួយនោះច្បាស់ជាអន្ទាក់ជាមិនខានតើបងពិតជាទៅមែនទេដោយយន្តនាងបានពោលថាខ្ញុំគិតថាមាននរណាម្នាក់កំពុងតែគិតអាក្រក់ទៅលើមនុស្សជាទីស្រឡាញ់របស់គាត់ទោះបីពិធីមង្គលការមួយនោះជាអន្ទាក់ដ៏សាហាវក៏ដោយឈិនធានគាត់នៅតែស្ម័គ្រចិត្តចូលទៅប៉ុន្តែគំនិតរបស់ឈិនធានគាត់បានគិតផ្សេងស្ត្រីចាស់ៗរបស់ខ្ញុំទាំងនោះខ្ញុំមិនបានឃើញជាយូរមកហើយពួកគេក៏បានជំពាក់បំណុលឈាមរបស់គ្រូសាឈិនខ្ញុំផងដែរមុននឹងខ្ញុំធ្វើដំណើរទៅអាណាចក្រសម្ងាត់ខ្ញុំនឹងទៅជម្រាបបញ្ជីពួកវាទាំងអស់ក្នុងពេលតែមួយក្រឡេកមកពេលបច្ចុប្បន្នវិញឈិនធានក៏បាននិយាយខ្លាំងៗថាព្រះមហាក្សត្របានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរៀបអន្ទាក់មួយនេះឥឡូវនេះខ្ញុំបានមកដល់ទីនេះហើយហើយអ្វីបានជីពូនេះមិនទាន់បង្ហាញខ្លួនទៀតនិយាយចប់ក្រុមចម្បាំងរបស់គ្រូសារាជវង្សក៏បានបង្ហាញខ្លួនឡោមព័ទ្ធទៅលើឈិនធានដែលធ្វើឲ្យនិកាយផ្សេងទៀតបានភ្ញាក់ផ្អើលថាតើមានរឿងអ្វីកើតឡើងព្រះអង្គម្ចាស់ណាឡានតើនេះមានន័យយ៉ាងម៉េចបន្ទាប់ពីព្រះអង្គម្ចាស់បានបង្ហាញខ្លួនគាត់ក៏បានលើកឡើងថានេះគ្រប់គ្នាខ្ញុំទើបតែទទួលបានព័ត៌មានដូច្នេះពិធីមង្គលការមួយនេះមិនអាចបន្តទៅមុខទៀតបាននោះទេហើយអ្នកទាំងអស់គ្នានៅចាំបានដែរឬទេជនក្បត់នៃនិកាយធានសុងដែលគេមានឈ្មោះថាឈិនធានបន្ទាប់ពីស្ដាប់ឮបែបនោះចាស់ទុំបានភ្ញាក់ផ្អើលថាឈិនធានក្រែងគេត្រូវបានស្លាប់នៅក្នុងកំដាប់ដៃរបស់បព្វបុរសនៃនិកាយធានសុងមែនទេព្រះអង្គម្ចាស់បានបន្តចុះបើខ្ញុំប្រាប់ការពិតទៅអ្នករាល់គ្នាថានិកាយធានសុងត្រូវបានបំផ្លាញចោលហើយថាយ៉ាងម៉េចត្រូវបានបំផ្លាញចោលត្រូវហើយឈិនធានគេបានប្រើមធ្យោបាយដ៏គួរឲ្យសោកខ្ពើមដើម្បីបំផ្លាញនិកាយធានសុងដែលបានចិញ្ចឹមគេអស់ជាច្រើនឆ្នាំគេថែមទាំងបានខុបខិតជាមួយនឹងមនុស្សនៃទីក្រុងថៃលេទីផងលួចបង្កើតកងកម្លាំងដោយសម្ងាត់និងមានបំណងចង់ផ្ដួលរលំអាណាចក្រធានវូរបស់ពួកយើងប៉ុន្តែត្រូវបាននិកាយ3សៃរកឃើញគម្រោងរបស់គេហើយក៏ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅពេលនោះចាស់ទុំបានភ្ញាក់ផ្អើលរងចាំបន្តិចតើព្រះអង្គម្ចាស់អាចកំពុងនិយាយអំពីត្រឹមត្រូវហើយវូឈិនគឺជាឈិនធានព្រឹទ្ធាចារ្យនៃនិកាយលូសៃបានគិតក្នុងចិត្តថាក្មេងម្នាក់នេះបានរីកចម្រើនណាស់ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះមើលទៅសមត្ថភាពអាចកំបាំងនៅក្នុងរឿងព្រេងនិទានពិតជាមិនគួរឲ្យជឿមែនព្រះអង្គម្ចាស់ណាឡានបានប្រកាសថានៅក្នុងថ្ងៃនេះដើម្បីធានាសន្តិភាពនៃអាណាចក្រធានវូរបស់យើងចូលនេះរកនេះចូលកម្លាំងដើម្បីកម្ចាត់បិសាចដូចជាគេប៉ុន្តែមើលទៅចាស់ទុំនៃនិកាយផ្សេងទៀតដែលបានដឹងពីសមត្ថភាពរបស់ឈិនធានមិនហ៊ាននោះទេញញឹមបន្តិចឈិនធានបានលើកឡើងថាអ្នកបានរៀបចំផែនការជាយូរមកហើយប៉ុន្តែទើបតែរកឃើញល្បិចកលមួយចំនួនដើម្បីដោះស្រាយជាមួយនឹងខ្ញុំព្រះម្ចាស់ណាឡានទ្រាំលេខបានស្រែកឲ្យលោកម្ចាស់ប៉ៃថាងចេញមកដើម្បីចាត់វិធានការជួយសម្លាប់ជនក្បត់ម្នាក់នេះដោយយើងក៏បានឃើញអំណាចធម្មពលពណ៌ស្វាយបានលេចចេញមកគ្រប់ដណ្ដប់នៅទីនោះឈិនធានសម្លឹងមើលហើយនិយាយថាអ្នកបានលាក់ខ្លួនជាយូរមកហើយនៅទីបំផុតក៏បានបង្ហាញខ្លួនពេលនោះធម្មពលរន្ទះពណ៌ស្វាយបានបាញ់ចុះមកបង្ហាញខ្លួនគឺជាលោកម្ចាស់ស៊ូយិននៃគ្រូសាប៉ៃថាងសម្លឹងទៅមើលឈិនធានហើយនិយាយថាថ្ងៃមុនបើគ្មានតាកចាស់យ៉ាងជឺនឹងយានឡៅស៊ីការពារនេះនោះទេខ្ញុំសម្លាប់អ្នកចោលបាត់ទៅហើយប្រើប្រាស់ជាមួយនឹងរាងកាយចម្បាំងអាយ៉ងរបស់គេទាំង7ឡើងមកដែលវាបានបង្ហាញខ្លួនធ្វើកាយវិការដូចជាខ្មោចឆៅអញ្ចឹងពេលនោះផងដែរមនុស្សនៃនិកាយតែដែលបានតាមខ្លំមើលឈិនធានបានលន់មាត់ថាតាមពិតទៅវាគឺជាអ្នកចម្បាំងអាយ៉ងដ៏ល្បីរបស់គ្រូសាប៉ៃថាងព្រឹទ្ធាចារ្យស៊ូលីងតែយើងពិតជាមិនចូលទៅជ្រេកជ្រែកមែនទេគាត់បានប្រាប់ថាក្មេងប្រុសម្នាក់នេះមានចរិតឆេវឆាវដូច្នេះយើងមិនត្រូវបង្ខំប្រញាប់ចូលទៅជួយគេនោះទេពេលនេះផងដែរលោកម្ចាស់ស៊ូយិនក៏បានបញ្ជាអាយ៉ងរបស់គាត់ទាំង7ចូលទៅវាប្រហារឈិនធានបញ្ជាដៅនៅក្នុងដៃរបស់គាត់កាប់ទប់រងចុះឡើងបន្លាទីលើក្រោមវាប្រហារធ្វើឲ្យពួកវាខ្ទាតប៉ាងទៅខាងក្រោយវិញដោយលោកម្ចាស់ស៊ូយិននៅតែព្យាយាមបញ្ជាអាយ៉ងរបស់គាត់ឲ្យចូលទៅវាប្រហារទៀតលើកនឹងគឺសម្រុកចូលទាំង7តែម្ដងឈិនធានគ្រវាសចេញមួយដើមពេញមួយទំហឹងធ្វើឲ្យពួកវាក៏បានខ្ទាតប៉ាងមកវិញការកែច្នៃមនុស្សមានជីវិតឲ្យទៅជាអាយ៉ងគ្មានអ្វីក្រៅពីល្បីកលដ៏អាក្រក់នោះទេលោកម្ចាស់ស៊ូយិនក៏បានស្ដីឲ្យថាបារម្ភពីខ្លួនឯងជាមុនសិនទៅបញ្ជាអាយ៉ងទាំង7របស់គាត់ឲ្យតឡំពាត់ឈិនធានដែលពេលនោះពួកវាកំពុងតែប្រើប្រាស់ជាមួយនឹងក្បួននៃការបង្កើតលេចចេញជាមួយនឹងអំណាចធម្មពលគ្រប់គ្រងទៅលើឈិនធានជាប់គៀងនៅមួយកន្លែងពេលនេះគឺជាឱកាសរបស់លោកម្ចាស់ស៊ូយិនក៏បានហក់ចូលទៅប្រើប្រាស់ជាមួយនឹងលំពេញបិទប្រលឹងហៀបនឹងដល់ទៅហើយគាត់ក៏បានប្រើប្រាស់ជាមួយនឹងទម្រង់ខ្សែស្រវាក់រន្ទះបំផ្លាញការឃុំឃាំងមួយនេះចោលដែលវាបានផ្ទុះឡើងទាំងបាយខ្ទេចធ្វើឲ្យអាយ៉ងទាំង7ក៏បានខ្ទាតប៉ាងផងដែរហើយរាងកាយព្រះដ៏ធំរបស់ឈិនធានក៏បានបង្ហាញខ្លួនឡើងលើកដៃឡើងថ្នមៗបញ្ជាទះចូលទៅវាប្រហារពេញមួយទំហឹងដាក់សម្ពាធដ៏ខ្លាំងក្លាទៅលើលោកម្ចាស់ស៊ូយិនលូនជង្គង់ចុះក្រឹបប៉ុន្តែគាត់បាននិយាយឡើងថាការចាប់កំណត់ឡើង
ឡើងវិញរបស់រាងកាយអ្នកប្រយុទ្ធអាយ៉ងទាំង7វិញ្ញាណបិសាចលេបត្របាក់អំណាចព្រះស្រ័យបំផ្ទុនអំណាចធម៌ពុទ្ធដ៏ខ្លាំងក្លារបស់គាត់ឡើងមកដោយរាងកាយអាយ៉ងរបស់គាត់ទាំង7ក៏បានចម្រាញ់ទៅជាខ្សែច្រវាក់ចាប់ចងដៃរំពោះទៅលើរូបរាងវិញ្ញាណព្រះដ៏ធំរបស់ឈិនធានដែលធ្វើឲ្យលោកម្ចាស់ស៊ូយៀនបានសើចយ៉ាងសប្បាយចិត្តជាមួយនឹងអំណាចខ្សែឈាមរបស់បិសាចខ្ញុំបានរៀបចំយ៉ាងពិសេសសម្រាប់អ្នកនៅពេលដែលអំណាចធម៌ពលបិសាចបំបែកនៅរូបរាងមួយនេះហើយវានឹងមានការផ្ទុះបំផ្លាញឡើងវិញដល់ពេលនោះឯងប្រកាសជានឹងស្លាប់ដោយអំណាចធម៌ពលរបស់ខ្លួនឯងផ្ទាល់ឈិនធានជាមួយទឹកមុខនៅតែសង្ហាបានតបទៅវិញថាអ្នកទាំងអស់គ្នាបាននិយាយថាខ្ញុំគឺជាបិសាចដូច្នេះខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីអំណាចបិសាចរបស់ខ្ញុំស្របទានអំណាចធម៌ពលបិសាចរបស់លោកម្ចាស់ស៊ូយៀនបញ្ចេញវាមកខាងក្រៅវិញធ្វើឲ្យលោកម្ចាស់ស៊ូយៀនបានភ្ញាក់ផ្អើលដែនផ្លូវអារម្មណ៍ស្ងប់ស្ងាត់តែអាចធ្វើបានដោយរបៀបណាទឹកមុខរៀបស្មើឈិនធានក៏បានបញ្ចេញជាមួយនឹងអំណាចធម៌ពលបិសាចចាក់ទម្លុះនៅរាងកាយរបស់លោកម្ចាស់ស៊ូយៀនបំផ្លាញសំបីតែប្រលឹងវិញ្ញាណក៏មិនឲ្យសេះសល់ដែរបន្ទាប់ពីឃើញបែបនោះធ្វើឲ្យចាស់ទុំនៃនិកាយផ្សេងទៀតហើយនឹងព្រះអង្គម្ចាស់មានការសន់ស្លោយ៉ាងខ្លាំងដោយព្រឹទ្ធាចារ្យស៊ុនលីងដែលឃ្លាំមើលបានពោលថាអំណាចធម៌ពលរបស់គាត់មិនសូវខ្លាំងដូចជាពេលមុននោះទេវានឹងមានផលវិបាកនៃអាណាចក្រសម្ងាត់ហើយពេលនេះផងដែរព្រឹទ្ធាចារ្យនៃនិកាយលូសៃនិងឪពុកកូនគ្រូសាបៃលីក៏បានដាក់មេប្រូចឈិនធានក្រឡេកឃើញទាន់តែចង់ទៅណាខ្ញុំមិនបានអនុញ្ញាតឲ្យពួកឯងត្រឡប់ទៅវិញនោះទេប្រើប្រាស់ធម៌ពលរបស់គាត់គ្រប់គ្រងទៅលើនេះទាំង3ក្តាប់ដៃបន្តិចក្រវេមកខាងក្រោយវិញឌូព្រោះហុយជោគពួកគេក៏បានប្រញាប់ស្ទោះឡើងលូតជង្គង់ធ្វើការគោរពសំទោសឈិនធានពួកយើងធ្លាប់មានការអាអន់ចិត្តបន្តិចបន្តួចពីមុនមកដោយសារតែពេលមុនខ្ញុំល្ងងមានទទួលស្គាល់សមត្ថភាពដ៏អស្ចារ្យរបស់អ្នកឈិនធានបាននិយាយលឺៗថាដើម្បីដណ្ដើមយកកំណប់ទ្រព្យនិកាយបិសាចពួកឯងបានសម្លាប់សមាជិកគ្រួសារឈិនរបស់ខ្ញុំអស់132នាក់និងមែនទេដែលឯងហៅថាការអាអន់ចិត្តបន្តិចបន្តួចផ្ទាត់ចេញនៅធម្មពលអណ្ដាតភ្លើងដុតកំទេចទៅលើរាងកាយរបស់ព្រឹទ្ធាចារ្យនៃនិកាយលូសៃបន្ទាប់ពីឃើញបែបនោះលោកម្ចាស់លីប៉ៃភ័យខ្លាចយ៉ាងខ្លាំងបានធ្វើការសុំអង្វរអ្នកក្លាហានឈិនធាននៅពេលនោះគ្រួសាររាជវង្សចង់បានទ្រព្យកំណប់របស់គ្រួសារឈិនហើយបានបង្ខំឲ្យខ្ញុំធ្វើសកម្មភាពប្រឆាំងជាមួយនឹងអ្នកសូមអ្នកក្លាហានឈិនធានមេត្តាគ្រួសារប៉ៃលីរបស់ខ្ញុំផងពួកយើងសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីធ្វើតាមអ្នកក្លាហានឈិនធានបន្ទាប់ពីឃើញកូនស្រីរបស់គាត់មិនអោនគោរពគាត់ក៏បានចាប់ក្បាលឲ្យអោនចំណែកកូនស្រីរបស់ខ្ញុំបានកត់សរសើរសមត្ថភាពរបស់អ្នកជាយូរមកហើយនាងក៏មានឆន្ទៈក្នុងការបម្រើអ្នកក្លាហានឈិនធានផងដែរដូច្នេះអ្នកក្លាហានឲ្យពួកយើងធ្វើទាសករក៏បានពេលនោះកូនស្រីរបស់គាត់បាននិយាយថាឈិនធានខ្ញុំមិនទាន់បាននិយាយចប់ផងជាមួយនឹងធម៌ពលស្នេហ៍ដើរលើបានកាត់ផ្ដាច់បំពង់កឲ្យពួកកូនទាំងពីរបាត់ទៅហើយសូម្បីតែរាងកាយឈិនធានក៏មិនទុកដាច់ដុតបំផ្លាញចោលបន្តដើរអូសដើរសម្ដៅទៅរកព្រះអង្គម្ចាស់ណាឡានតែធ្វើឲ្យព្រះអង្គម្ចាស់មានការភ័យខ្លាចយ៉ាងខ្លាំងអង្គុយក្តោបមុខប៉ុន្តែឈិនធានគាត់មិនបានធ្វើអ្វីនោះទេដើរហួសចូលទៅខាងមុខស្រែកហៅថាតាកាចាស់ណាឡានស៊ូចេញមកទីនេះឲ្យខ្ញុំសម្លាប់តាមសម្រួលទៅពេលនោះអំណាចធម៌ពលពណ៌ស្វាយក៏បានលេចចេញឈិនធានអត្រាកំណើននៃការដាំដុះរបស់នេះពិតជាធ្វើខ្ញុំបានភ្ញាក់ផ្អើលមែនស័ក្តិសមជារាងកាយដែលខ្ញុំបានជ្រើសរើសដោយសារតែពេលនេះអ្នកកាន់តែរឹងមាំឡើងហើយពេលនេះធ្វើឲ្យខ្ញុំកាន់តែរំភើបបន្ទាប់ពីបុព្វបុរសណាឡានស៊ូបានបង្ហាញខ្លួនគាត់ក៏បានប្រើប្រាស់ធម៌ពលស្រូបទាញយកព្រះនាងណាឡានយុនសាងចូលមកក្នុងដៃបើមិនចង់ឲ្យនាងស្លាប់នោះទេបោះបង់នៃការតស៊ូរបស់នាងភ្លាមទៅហើយស្ម័គ្រចិត្តឲ្យខ្ញុំប្រើប្រាស់នៅរាងកាយរបស់ឯងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តភ្លាមមានដល់ភាគទី165មួយអាចចូលទៅទស្សនានៅក្នុងកូនកรุ๊ព VIP របស់ឯមានបាននៅក្នុងនោះផងដែរមានរឿងជាច្រើនរបស់មានដែលបានសម្ដែងដូចជាអ្នកក្លាហានចចរិត្រីប្រលឹងវិញ្ញាណមេតបនឹងរឿងកំណត់ត្រាអាតកំបាំងរបស់ធូប៉ាយេហើយក៏នៅមានរឿងមួយចំនួនទៀតដែលមានបានសម្ដែងចប់រដូវកាលផងដែរចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចំពោះរឿងនៅក្នុងកូនកรุ๊ព VIP ឯមានផុសភាពបន្តជារៀងរាល់ថ្ងៃចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបាន Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី161របស់យើងចាប់ផ្ដើមនៅខ្សែរឿងបន្ទាប់ពីឈិនធានបានឃើញបុព្វបុរសណាឡានស៊ូចាប់ព្រះនាងណាឡានយុនសាងយកមកគំរាមគាត់ក្នុងនាមជាបុព្វបុរសនៃគ្រួសាររាជវង្សបែរជាធ្វើទង្វើថោកទាបចាប់នៅខ្សែឈាមរបស់ខ្លួនឯងផ្ទាល់ដើម្បីយកមកគំរាមកំហែងខ្ញុំវាពិតជាគួរឲ្យសោកខ្ពើមខ្លាំងណាស់បុព្វបុរសណាឡានស៊ូក៏បានស្ដាយបន្តិចខ្ញុំមិនបានរំពឹងទុកថាក្មេងស្រីម្នាក់នេះនឹងមានប្រយោជន៍សម្រាប់ខ្ញុំខ្លាំងបែបនេះនោះទេដែលឡាយបង្ខំឲ្យអ្នកចូលមកទាំងអ្នកដឹងថានេះគឺជាអន្ទាក់ដរាបណាអ្នកស្ដាប់បង្គាប់របស់ខ្ញុំឲ្យបោះបង់ការតស៊ូមួយនេះហើយប្រកល់នៅរាងកាយរបស់អ្នកមកឲ្យខ្ញុំនឹងដោះលែងនាងឲ្យមានជីវិតវិញពេលនោះយុនសាងនាងក៏បានដឹងខ្លួនឡើងមកវិញសម្លឹងទៅរកឈិនធានចំណែកបុព្វបុរសណាឡានស៊ូគាត់ក៏ចាប់ផ្ដើមរាប់3 2យុនសាងនាងក៏បាននិយាយថាវូឈិនក៏បានរំពីខ្ញុំអីលោកប្រញាប់រត់ភ្លាមទៅបន្ទាប់ពីបុព្វបុរសណាឡានស៊ូរាប់ដល់1ពេលនោះឈិនធានក៏បានទម្លាក់ដៃរបស់គាត់អ្នកចង់បានរាងកាយរបស់ខ្ញុំចូលមកប្រសិនបើមានសមត្ថភាពបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យបុព្វបុរសណាឡានស៊ូក៏បានសប្បាយចិត្តយ៉ាងខ្លាំងអ្នកហ៊ានបំផ្លាញអនាគតរបស់អ្នកដើម្បីមនុស្សស្រីម្នាក់តើខ្ញុំគូហៅអ្នកថាជាមនុស្សល្ងងឬក៏ជាមនុស្សឈួតបន្តសើចយ៉ាងលះតែម្ដងដូច្នេះរាងកាយរបស់អ្នកនឹងក្លាយជារបស់ខ្ញុំឥឡូវនេះហើយសម្រាប់ដាំក្បាលចុះទៅជាមួយនឹងអំណាចធម៌ពលរបស់គាត់ដ៏ខ្លាំងក្លាចាក់ទម្លុះចូលទៅក្នុងស្មារតីវិញ្ញាណរបស់ឈិនធានដែលវាបានផ្ទុះឡើងជាមួយនឹងធម៌ពលឡើងចាំងភ្នែកប៉ុន្តែពេលនេះក៏ត្រូវបានខ្សែច្រវាក់របស់ឈិនធានចង់ឆ្កាងជាប់ឈិនធានក៏បានងើបឡើងក្នុងស្មារតីវិញ្ញាណរបស់គាត់រូបរាងឡើងធំវាហាក់ដូចជាមេរៀនពីលើមុនអ្នកមិនទាន់រៀងនៅឡើយនោះទេស្នីដដែលជាមួយនឹងផ្លែដៃជាច្រើនបញ្ជាចូលទៅវាប្រហារប៉ុន្តែក៏ត្រូវបានបុព្វបុរសណាឡានស៊ូប្រើប្រាស់ធម៌ពលរបស់គាត់បំផ្ទុះឡើងធ្វើស្នីដៃរបស់ឈិនធានជាប់គៀងនៅមួយកន្លែងតើអ្នកពិតជាគិតមែនទេថាខ្ញុំនឹងមិនត្រៀមខ្លួនដូចជាលើកមុនប្រើប្រាស់ជាមួយនឹងបច្ចេកទេសប្រលឹងស៊ូការវេត្រឡប់មកវិញនៃប្រលឹង10000បំផ្ទុះវាឡើងដែលធ្វើឲ្យរាងកាយនៅខាងក្រៅរបស់គាត់សាយភាយជាមួយនឹងចំហាយធម៌ពលរបស់បុព្វបុរសណាឡានស៊ូ
បន្ទាប់ពីឃើញបែបនោះព្រះអង្គម្ចាស់ណាឡានយីធានបានញញឹមឲ្យដើរចូលទៅខាងមុខប៉ុន្តែភ្លាមហាបេដូចជាក្បាលរបស់គាត់មានការជឿជុកចាប់យ៉ាងខ្លាំងផ្សាយភាជាមួយនឹងកម្លាំងធម្មពលចេញពីរាងកាយដែលធ្វើឲ្យឪពុករបស់គាត់ណាឡានមានការព្រួយបារម្ភយ៉ាងខ្លាំងកូនប្រុសប៉ុន្តែរាងកាយរបស់គាត់ក៏បានផ្សាយភាជាមួយនឹងកម្លាំងធម្មពលដូចគ្នាតើវាមានរឿងអ្វីកើតឡើងមកលើពូយើងទៅហើយអ្វីបានជាអំណាចធម្មពលរបស់ខ្ញុំត្រូវបានផ្ទុះចេញសូម្បីតែទាហាននៃគ្រូសារាជវង្សក៏ត្រូវបានស្រូបយកដូចគ្នាដែលពួកគេទាំងអស់នោះសូម្បីតែរាងកាយក៏ត្រូវបានបំផ្លាញដែលយើងក៏បានឃើញអំណាចប្រលឹងវិញ្ញាណជាច្រើនបានហោះចេញចូលទៅក្នុងរាងកាយរបស់ឈិនធានឡើងចាក់ស្រេះបន្ទាប់ពីឃើញបែបនោះចាស់ទុំមកពីនិកាយតើបានពោលថាល្បិចសម្ងាត់ដ៏អាក្រក់មួយនេះគឺត្រូវបញ្ចូលប្រលឹងវិញ្ញាណដែលបែកខ្ញែចូលទៅក្នុងរាងកាយរបស់ម្នាក់ទៀតដោយត្រូវប្រើអំណាចរបស់ខ្សែឈាមគ្រូសារាជវង្សទាំងមូលដើម្បីអាចចិញ្ចឹមប្រលឹងវិញ្ញាណរបស់គាត់បានលោកម្ចាស់ស៊ុនលីងតើពួកយើងនឹងធ្វើសកម្មភាពដែរឬទេស្បូតពុកមាត់បន្តិចគាត់បានប្រាប់ថាមិនចាំបាច់ប្រញាប់នោះទេពេលនោះផងដែរព្រះនាងណាឡាយុនសាងគាត់ក៏បាននិយាយទៅកាន់បងរបស់គាត់ថាបងប្រុសជួយសង្គ្រោះវូឈិនផងខ្ញុំមិនចង់ឲ្យគាត់ស្លាប់នោះទេប៉ុន្តែព្រះអង្គម្ចាស់ណាឡានស៊ីនធានគាត់មិនបានតបស្ដីអ្វីនោះទេដោយសារតែពេលនេះគាត់ត្រូវបានស្រូបយកធម្មពលចេញពីរាងកាយដូចគ្នាចំណែកបុព្វបុរសណាឡានស៊ូវិញសប្បាយចិត្តយ៉ាងខ្លាំងតើអ្នកមានអារម្មណ៍ដឹងពីអំណាចប្រលឹងដ៏មានឥទ្ធិពលរបស់ខ្ញុំហើយឬនៅឥឡូវនេះចាំមើលថាតើអ្នកអាចបញ្ឈប់ខ្ញុំបានដោយរបៀបណាបំផ្ទុះនូវអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់ឡើងមកដែលវាបានផ្សាយភាចេញមកខាងក្រៅឡើងអ៊ូអាប់ដោយរាងកាយរបស់ឈិនធានបានដើរចេញមកជាមួយនឹងសម្លេងរបស់បុព្វបុរសណាឡានស៊ូខ្ញុំទទួលជោគជ័យហើយនៅទីបំផុតរាងកាយរបស់ឯងបានក្លាយជារបស់ខ្ញុំបំផ្ទុះនូវធម្មពលរបស់គាត់បន្តិចធ្វើឲ្យណាឡាយុនសាងនាងក៏បានធ្លាក់មកខាងក្រោមនាងសម្លឹងទៅនិយាយថាវូឈិនទេវាមិនអាចទៅរួចនោះទេតើគាត់អាចស្លាប់ដោយរបៀបណាអនណែខ្លួនឡើងទៅខាងលើបុព្វបុរសណាឡានស៊ូបានពោលថានេះហើយជាអំណាចដែលខ្ញុំចង់បានការនាំដោះពីរយ៉ាងនៃស្មារតីនិងសិល្បៈក្បាច់គុណទេពកោសល្យបែបនេះពិតជាអំណោយមួយពីឋានសួគ៌ដែលបានប្រទានមកឲ្យខ្ញុំឥឡូវនេះខ្ញុំគ្រាន់តែរងចាំចូលទៅក្នុងអាណាចក្រសម្ងាត់ប៉ុណ្ណោះហើយឡើងទៅកាន់ឋានទេវភាពដល់ពេលនោះអាណាចក្រធានវូប្រកាសជានឹងការឡើងបន្ទាប់ពីស្ដាប់ឮបែបនោះព្រះអង្គម្ចាស់ណាឡានស៊ូបានធ្វើការគោរពសូមអបអរបុព្វបុរសលើការកើតជាថ្មីរបស់នាងដោយមេដឹកនាំនិកាយផ្សេងទៀតក៏បានធ្វើការគោរពសូមអបអរសាទរបុព្វបុរសដែលបានទទួលរូបរាងកាយដ៏ទេវភាពមួយនេះខណៈពេលនោះផងដែរណាឡានយុសានាងក៏បានហក់ឡើងមកឆាប់ចេញពីរាងកាយរបស់វូឈិនភ្លាមទៅទីមួយដៃចូលទៅបុព្វបុរសណាឡានស៊ូក៏បានចាប់ជាប់តើនាងកំពុងតែធ្វើអ្វីយុនសាងខ្ញុំគឺជាប្តីរបស់នាងទោះបីជានាងបានកើតចេញពីម្ដាយដ៏ថោកទាបរបស់នាងក៏ដោយប៉ុន្តែមុខដ៏ទន់ភ្លន់របស់នាងវាពិតជាទាក់ទាញមែនដោយសារតែពេលនេះឈិនធានមិនមានសំណាងដើម្បីរីករាយជាមួយនឹងនាងដូច្នេះអនុញ្ញាតឲ្យខ្ញុំបញ្ចប់អាពាហ៍ពិពាហ៍ចំនួនគេទៅចុះតើនាងយល់យ៉ាងណាដែរចំពោះរឿងនេះអាឡ័យតែស័យសប្បាយពេលនោះអំណាចធម្មពលដ៏មុតស្រួយបានវាប្រហារគាត់ធ្វើឲ្យខ្ទាតប៉ាមកខាងក្រោមបង្ហាញខ្លួនទៅត្រូវរាងកាយរបស់ណាឡានយុនសាងដែលគឺជាឈិនធានបន្ទាប់ពីទម្លាក់ខ្លួនមកដល់ខាងក្រោមនាងបានសួរថាតើនេះគឺជានាងមែនទេត្រូវហើយអោបខ្ញុំឯណែនមកបើនាងខ្លាចខ្ញុំរត់ចោលបន្ទាប់ពីស្ដាប់ឮបែបនោះណាឡានយុនសាងនាងក៏បានចាប់អោបឈិនធានក្រឹបតែម្ដងលោកពិតជានៅមានជីវិតមែននេះពិតជារឿងអស្ចារ្យណាស់ខ្ញុំបានគិតថានាងបានស្លាប់ទៅហើយដោយបុព្វបុរសណាឡានស៊ូបានងើបឡើងលន់មាត់ថាហើយអ្វីបានជាមានឈិនធានម្នាក់ទៀតដែលចូលទៅខាងមុខបន្តិចឈិនធានប្រកាសបានប្រាប់ថានាងទៅតែលួចយករូបរាងកាយខ្លួនរបស់ខ្ញុំមួយហើយវាប្រហែលជាគ្រប់គ្រាន់ធ្វើឲ្យនាងមានការរំភើបខ្លះថាយ៉ាងម៉េចរូបរាងកាយខ្លួនវាមិនអាចទៅរួចនោះទេស្រ័យបំផ្ទុះអំណាចធម្មពលរបស់គាត់ព្យាយាមប្រើប្រាស់ប៉ុន្តែវាគ្មានសកម្មភាពអ្វីនោះទេហើយអ្វីបានជាខ្ញុំមិនអាចរើបំរាស់បានអញ្ចឹងតែឯងបានធ្វើអ្វីមកលើយើងអូត្រូវហើយខ្ញុំភ្លេចប្រាប់នាងរាងកាយខ្លួនដែលនាងបានលួចយកពីខ្ញុំត្រូវបានបង្កើតឡើងដោយប្រើប្រាស់ធម្មពលផ្កាយជាមួយនឹងទម្រង់នៃការបង្កើតវាជាទ្រង់ដែលខ្ញុំបានផលិតឡើងជាពិសេសសម្រាប់នាងផងដែរបុព្វបុរសណាឡានស៊ូបន្ទាប់ពីជាប់ក្នុងដែនផ្កាយរបស់ជិនធានហើយបានស៊ូថាតើនាងកំពុងតែធ្វើអ្វីជាមួយនឹងខ្សែភ្នែករបស់ជិនធានពេលនេះបានផ្សាយភាជាមួយនឹងអំណាចធម្មពលដែលធ្វើឲ្យបុព្វបុរសណាឡានស៊ូមានការជឿជុកចាប់យ៉ាងខ្លាំងស្រែកឡើងលន់ពេញនឹងដោយអាឡានស៊ូមួយវាបានពោលថាតាកចាំនេះពិតជាមានល្បិចកលមែនគាត់បានលាបបំណែកប្រលឹងវិញ្ញាណមួយចំនួនដើម្បីជំនួសឲ្យការរស់ឡើងវិញរបស់គាត់ប៉ុន្តែគូអាណិតណាដែលឥឡូវនេះលោកម្ចាស់របស់ខ្ញុំបានជួយអូសទាញពូប្រលឹងវិញ្ញាណទាំងអស់នោះចេញហើយបំផ្លាញប្រលឹងវិញ្ញាណរបស់បុព្វបុរសណាឡានស៊ូចោលលោកម្ចាស់របស់ខ្ញុំពិតជាអស្ចារ្យមែនដោយបុព្វបុរសណាឡានស៊ូក៏បានខ្សែសុំអវរថាទេឈិនធានបានឈប់វាទៅខ្ញុំដឹងខុសហើយតើអ្នកចង់បានកំណត់ទ្រព្យអ្វីខ្ញុំនឹងប្រកល់ឲ្យទាំងអស់មិនថាសូម្បីតែបាឡាំងរបស់រាជវង្សក៏ដោយប៉ុន្តែឈិនធានបានស៊ូយុនសាងថាតើចង់មើលកម្មជ្រឿដែរឬទេបុព្វបុរសណាឡានស៊ូពេលនោះភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីឃើញឈិនធានផ្ទាត់ដៃតែបន្តិចរាងកាយទាំងមូលក៏ត្រូវបានផ្ទុះទាំងបែកខ្សាយធ្លាក់ចុះមកដូចជាបំណែករបស់កម្មជ្រួចដែលយើងសម្លឹងមើលទៅពិតជាលយមែនចំណែកព្រះអង្គម្ចាស់ណាឡានស៊ូពេលនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងបុព្វបុរសបានស្លាប់ហើយពេលនោះផងដែរព្រះអង្គម្ចាស់ណាឡានស៊ីនធានក៏បានសម្លឹងទៅហើយពោលថានៅទីបំផុតពួកគេក៏បានមកដល់ហើយយើងក៏បានឃើញក្បួនទូកហោះមួយចូលមកនោះគឺជានិកាយស៊ុនសុងនៃដែនដីឋានសួគ៌កណ្ដាលតើពួកគេកំពុងមកធ្វើអ្វីនៅទីនេះទម្លាក់ខ្លួនជាមួយអំណាចធម្មពលដ៏ខ្លាំងក្លាបង្ហាញខ្លួនមកគឺជាហានធានពិធីមង្គលការរបស់នាងពិតជាមានភាពរស់រវើកមែនឈិនធានបានសួរថាតើនាងមកទីនេះមានគោលបំណងអ្វីទៅដោយដែលខ្ញុំធ្លាប់បានប្រាប់នាងហើយពួកយើងនឹងជួបគ្នាម្ដងទៀតភ្លាមនោះមនុស្សចំណិតរបស់ព្រឹទ្ធាចារ្យស៊ុនលីងក៏បានបង្ហាញខ្លួនជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាកន្លែងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់និកាយតៅនិកាយស៊ុនសុងបានធ្វើវាម្ដងទៀតដោយការឆ្លងព្រំដែនវាគឺជាទង្វើញុះញង់ដើម្បីបង្កសង្គ្រាមពេលនោះយើងក៏បានឃើញចាស់ព្រឹទ្ធាចារ្យដ៏ខ្លាំងក្លាម្នាក់ទៀតបានបង្ហាញខ្លួនដែលគាត់គឺជាមេដឹកនាំនៃនិកាយស៊ុនសុងព្រះអង្គម្ចាស់ទី3គឺជាសិស្សផ្ទាល់របស់ខ្ញុំហើយពេលនេះវូឈិនបានសម្លាប់បុព្វបុរសរបស់គាត់ជាធម្មតានិកាយស៊ុនសុងរបស់យើងត្រូវតែជួយជ្រោមជ្រែងតើអ្នកគិតថាហេតុផលប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយឬនៅតើឥឡូវនេះនិកាយតៅរបស់នេះអាចប្រគល់វូឈិនមកឲ្យខ្ញុំបានដែរឬទេឬក៏ចង់ឲ្យខ្ញុំធ្វើវាដោយខ្លួនឯងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តភ្លាមចេញទាន់ក្រុមហ៊ុនរបស់គេដោយសារតែចង់សប្តាហ៍នេះក្រុមហ៊ុនរបស់គេទម្លាក់ដល់ភាគទី
សម្រាប់បច្ចុប្បន្នអាចមានបានសម្រេចដល់ភាគទី197 198ហើយដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅទស្សនាបាននៅក្នុងកូនក្រុម VIP របស់ admin ក្នុងនោះផងដែរមានរឿងជាច្រើនផ្សេងទៀតដែលមានបានសម្រេចហើយមិនទាន់បានអាប់ឡូតនៅលើ YouTube ចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចទស្សនាបានប្រចាំថ្ងៃតែម្ដងចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបានHello ស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី162របស់យើងចាប់ផ្ដើមនៅខ្សែរឿងនេះរកគ្នាបានពោលថាព្រះអង្គម្ចាស់ទី3មិនសូវលេចធ្លោនោះទេប៉ុន្តែតាមពិតទៅគាត់គឺជាសិស្សផ្ទាល់របស់នីកាយស៊ុនសុងតើគាត់បានចូលរួមជាមួយនឹងនីកាយស៊ុនសុងតាំងពីពេលណាគាត់ពិតជាបានលាបបាំងរឿងមួយនេះយ៉ាងល្អមែនដោយមានដឹកនាំនីកាយស៊ុនសុងដែលគឺជាព្រឹទ្ធាចារ្យចាងគាត់បានស៊ូទៅចាស់ទុំនៃនីកាយតៅថាតើនីកាយរបស់អ្នកនឹងបរកុលវូឈិនមកឲ្យខ្ញុំដែរទេឬមួយចង់ឲ្យខ្ញុំធ្វើសកម្មភាពដោយផ្ទាល់ពេលនោះផងដែរព្រឹទ្ធាចារ្យស៊ុនលីងក៏បានបង្ហាញខ្លួននិកាយស៊ុនសុងចង់ចាប់នរណាម្នាក់នៅក្នុងទឹកដីរបស់និកាយតៅមើលទៅនេះពិតជាមិនចាត់ទុកនិកាយតៅនៅក្នុងខ្សែភ្នែកនោះទេព្រឹទ្ធាចារ្យចាងគាត់ក៏បានស្គាល់ស៊ុនលីងអ្នកមិនដែលធ្វើសកម្មភាពណាមួយដល់គ្មានអ្នកបញ្ជានោះទេចំណែកវូឈិនក៏មិនមែនជាសិស្សរបស់និកាយតៅនេះដែរហើយអ្វីបានជាពូអ្នកការពារគេបែបនេះពិតជាមិនប្រក្រតីទាល់តែសោះព្រឹទ្ធាចារ្យស៊ុនលីងក៏បានតបថានិកាយតៅការពារមនុស្សរបស់ខ្លួនដោយមិនគិតពីភាពសាសនានោះទេបន្ទាប់មកក៏បានប្រកល់នៅផ្លែឈើវិញ្ញាណទៅឲ្យឈិនធានវូឈិនខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតយកវាឲ្យចោះចូលជាមួយនឹងនិកាយតៅយើងហើយនៅក្នុងថ្ងៃនេះគ្មាននរណាអាចប៉ះពាល់អ្នកបាននោះទេអ្នកគឺជាមនុស្សឆ្លាតប្រកបជាដឹងពីរបៀបជ្រើសរើសហើយឈិនធានបានតបចំពោះការការពាររបស់និកាយតៅវិញខ្ញុំពិតជាពេញចិត្តចំពោះការផ្ដល់ជូននេះណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយកិច្ចការរបស់ខ្ញុំអាចដោះស្រាយពួកគេដោយខ្លួនឯងបានដូច្នេះខ្ញុំមិនរំខានព្រឹទ្ធាចារ្យស៊ុនលីងនោះទេបន្ទាប់ពីឈិនធានបានកំទេចនៅផ្លែឈើវិញ្ញាណហើយធ្វើឲ្យព្រឹទ្ធាចារ្យស៊ុនលីងក៏មានការខឹងសម្បាផងដែរអ្នកគូតែគិតឲ្យបានច្បាស់ការបដិសេធជាមួយនឹងនិកាយតៅមានន័យថាការផ្ដាច់ការដកថយទាំងអស់បើគ្មានការការពារពីនិកាយតៅទេអ្នកគ្រាន់តែជាស្រមោចដែលគួរអាណិតតែប៉ុណ្ណោះខ្ញុំក៏ចង់ឃើញដែរតើអ្នកអាចស៊ូទ្រាំបានប៉ុន្មានបន្ទាប់ពីឃើញចាស់ទុំទី2នៃនិកាយតៅបានម្លាស់ទីចេញព្រឹទ្ធាចារ្យចាងក៏បានញញឹមហើយនិយាយថាហានធានធ្វើអ្វីដែលអ្នកចង់ធ្វើទៅហានធានក៏បានដើរទៅខាងមុខបន្តិចវូឈិនមរតកនៅក្នុងប៉មវិមានផ្កាយអ្នកបានទទួលវាហើយមែនទេឈិនធានក៏បានបែរមកចុះបើខ្ញុំទទួលយកតើវាយ៉ាងម៉េចហានធានម្លាស់ទីចូលទៅយ៉ាងលឿនជាមួយនឹងធម្មពលរន្ទះរបស់គាត់ផ្ទាត់ទៅលើឈិនធានតែបន្តិចធ្វើឲ្យគាត់ក៏បានខ្ទាតប៉ើងអ្នកមានគិតថាដោយសារតែអ្នកបានបំពេញនៅការគ្រប់គ្រងខាងវិញ្ញាណរបស់ខ្ញុំកាលពីលើកមុនទេដូច្នេះហើយបានជាអ្នកឯងនិយាយជាមួយនឹងខ្ញុំបែបនេះម្ដងទៀតបានឆាប់ប្រកល់នៅមរតកដែលទទួលបានពីប៉មផ្កាយឲ្យខ្ញុំតាមស្រួលមកឈិនធានបានតបថាវាជាលើកដំបូងហើយដែលខ្ញុំបានឮមានមនុស្សម្នាក់និយាយអំពីការប្លន់ដោយមានមោទនភាពខ្លួនឯងយ៉ាងខ្លាំងបើចង់បានមរតកមួយនោះចូលមកយកដោយខ្លួនឯងមកឈិនធានសម្រុកចូលទៅបើការវាប្រហារវាមួយដៃប៉ុន្តែហានធានក៏បានកិច្ចផុតសងទៅវិញដឹបខ្ទាតប៉ាំងទៅខាងលើបន្តិចសម្រុកចូលមកទៀតបន្តព្យាយាមវាជាច្រើនដៃមួយដៃចង់ក្រោយហានធានមិនមានសកម្មភាពអ្វីនោះទេបញ្ឆិតធម្មពលវាទៅលើឈិនធានប៉ុន្តែគាត់ក៏បានបន្លាស់ទីកិច្ចហក់មកវិញទត់មួយជើងកញ្ចឹងករបស់ហានធានប៉ុន្តែគេបាននិយាយថាវាហាក់ដូចជាអ្នកមិនដែលរីនោះទេចាប់ជើងរបស់ឈិនធានជាប់ក្រវីបោះចេញហក់ឡើងទៅតាមវាមួយដៃឈិនធានក៏បានទប់រងខ្ទាតប៉ាំងមកខាងក្រោមវិញអូសឹង10ម៉ែត្រឡើងហុយជោគខ្ញុំភ្លេច5នាក់មុនមកទីនេះខ្ញុំបានធ្វើដំណើរយ៉ាងពិសេសមួយទៅកាន់វិមានផ្កាយឈិនធានក៏បានធ្វើបន្ថែមតែអ្នកបានធ្វើអ្វីហានធានបានប្រាប់ថាខ្ញុំទើបតែបានជួបចាស់ទុំនៅទីនោះប៉ុន្តែប្រសិនបើអ្នកបដិសេធមានសហការជាមួយនឹងខ្ញុំមិនអាចធានាពីសុវត្ថិភាពរបស់ពួកគេបាននោះទេបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានក៏បានខឹងបញ្ចេញជាមួយនឹងអំណាចផ្កាយរបស់គាត់បើកវាឡើងទាញហានធានចូលទៅហើយគាត់ក៏បានបញ្ចេញជាមួយនឹងដុំធម្មពលផ្កាយទូជាច្រើនបាញ់ចុះមកដូចជាគ្រាប់ភ្លៀងពេលនោះផងដែរហានធានក៏បានប្រើប្រាស់ជាមួយនឹងធម្មពលរបស់គាត់ដើម្បីធ្វើជាខែការពារទប់រងត្រូវហើយនេះគឺជាអំណាចធម្មពលផ្កាយដែលបានគ្រប់គ្រងពិភពលោកហើយគ្រប់គ្រងលើសត្វដែលមានជីវិតទាំងអស់ផងដែរមរតកដ៏មានអំណាចអស្ចារ្យបែបនេះអ្នកអាចយកវាមកប្រើប្រាស់បានត្រឹមតែកម្រិតប៉ុណ្ណឹងដាប់ដៃបន្តិចកំតិចនៅអំណាចធម្មពលទាំងអស់នោះបែកដូចជាកញ្ចក់អ្នកមិនគូណាគ្រប់គ្រងវានោះទេបាញ់ចេញនៅអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់វាប្រហារទៅលើឈិនធានបន្ទាប់ទាំងបែកប្រឹងឈិនធានបានលោតមាត់ថាវាបកមកវិញដោយកម្លាំងទ្វេដងរបស់ខ្ញុំតើនេះគឺជាសមត្ថភាពចម្លែកប្រភេទអ្វីទៅអន្តរាជាងឡាវបានប្រាប់ថាអាណាចក្រតូចមួយក្នុងអាណាចក្រ 10000 គេថែមទាំងបានផលិតរាងកាយហាមឃាត់ទៀតផងវាពិតជាគួរឲ្យចាប់អារម្មណ៍មែន LRC មូបានពោលថារាងកាយហាមឃាត់អន្តរាលៀងធានគាត់ក៏បានលើកឡើងថាគ្រប់គ្រងអំណាចហាមឃាត់ទាំង7ក្នុងពេលតែមួយពិតជាសមត្ថភាពដ៏អស្ចារ្យមួយក្នុងចំណោម 1000 លានការស្រូបយកនិងការស្ទុះងើបឡើងវិញនៅពេលនេះគឺគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេប៉ុណ្ណោះពេលនោះហានធានក៏បានបាញ់ចុះជាមួយអំណាចធម្មពលដាក់សម្ពាធទៅលើឈិនធានធ្វើឲ្យគាត់ក៏បានប្រឹងព្យាយាមទប់រងហានធានបាននិយាយឌឺដងចូលពួកយើងបញ្ចប់រឿងនេះត្រឹមនឹងទៅអ្នកមិនដែលមានជំរឿតាំងពីដំបូងមកម្ល៉េះក្តាប់ដៃបន្ថែមជាមួយនឹងអំណាចធម្មពលខណៈពេលនោះយើងក៏បានឃើញអំណាចធម្មពលរបស់អន្តរីបៃសាយបានសាយភាយឈិនធានក៏បានងើបឡើងបញ្ចប់វាត្រឹមនឹងមានទេតើអ្នកបានស៊ូខ្ញុំហើយឬនៅក្រញ៉ាំដៃអន្តរីបៃសាយក៏បានវិបំបីអំណាចធម្មពលរបស់ហានធានធ្វើឲ្យគេក៏បានភ្ញាក់ផ្អើលលាន់មាន់ថាតើនេះគឺជាអ្វីវាអាចជាប្រលឹងវិញ្ញាណបៃសាយអ្នកចម្បាំងមានទេឯងគឺជាអ្នកវឹកហាត់ធម្មពលខាងវិញ្ញាណនិងក្បាច់គុណពីរប្រភេទដ៏ល្បីមួយនេះនោះគ្មានអ្វីចម្លែកនោះទេដែលឯងអាចទទួលបានជាមួយនឹងដែនអំណាចផ្កាយប៉ុន្តែគួរអាណិតនៅចំពោះមុខខ្ញុំគន្លឹះអំណាចធម្មពលរបស់ពួកយើងគឺនៅឆ្ងាយគ្នាខ្លាំងណាស់បញ្ជាអំណាចធម្មពលវិញ្ញាណនាគរាចូលទៅវាប្រហារអន្តរីបៃសាយក៏បានដាល់ទប់រងប៉ុន្តែត្រូវបានធម្មពលវិញ្ញាណនាគរាប្រើប្រាស់នៅភ្លើងដុតបំផ្លាញឆា
หลังหมดแต่มาน้องหันเทียนกับบ้านยืมเป็นโนยกับบ้านคืนชินเทียนเหาะใจปีอ่อนนาเพลิงจีมวยหนึ่งกับดับไดระบอคอร์ดดาโจเตอร์ไปมวยตำหึงหันเทียนกับบ้านจับจอบมันตัวมากเหมือนเช่นทำมาโปนในขนมกับดับไดระบอคอร์ดเวทเลยชินเทียนเทียนป้ามันติดสมรกโจเตอร์วิงพี่ยืมวีจะจานในปันแต่หันเทียนในแต่ตัวบ้านจนรอบประห้องในกำลังระบอนี้มันนายฉลองการบ้านหน่อยเพียบเรื่องรู้แต่มวยมุกนุเตกำลับได้เด็กโปเป็นตัวน้อยกำลังทำมาโประบอปูกอดกับบ้านดาวตุบรงนี้ใส่พี่จะมวยหนึ่งกำลังทำมาโปหลังเตียงกำลังทำมาโประบอช่อมเมียนจนรอบประห้องปันแต่ฮาระไว้บันเจ็กช่อมเมียรอมท่ากาวีบันฮาระบอนี้กันเด็กซอยเตยชินเทียนดาวเป็นมวยตำหึงโจกันดาวตรงระบอหันเทียนเตียปังไอเฮียนเลยระใบพงมันเจนทำมาโปวิญญาณเนี่ยกระเรื่องระบอ กอดโจตวีบัตรหามาดองทีชินเทียนกับมันฮอโจมเอาจมือในกำนับได้ระบอกอดวีเป็นมวยตำหึงลอนลูโซแต่พังใบใช้มันต้องบางไฮคลุมเพลี่ยมในจมปูโมฮันเทียนวีไปได้เทียนปังเหมือนลาตีตะตามปราจมือในกำนับได้กลุ่มติดเมฆกระดับโจจมือในกำนับทำมาโปดคลางคลาวีโจเตเป็นมวยตำหึงไตรฮันเทียนกับนาพูดดับเขลมาคางคล้อมหอยตรงเงือบล่างมาเว้นตาวีไอเตอร์รู้โดยระบีมนะนี่ไอตรมโตปิกาวีบัตรหาระบอกยมบ้านตาในไอทพวีบ้านอย่างไม่ได้อันตรีลิงเทียนกอดกับเมียนการพิจารณาพองได้ตาเมียนเรื่องเอาไว้การล้างหายเอาไว้บันเจียกไม่เป็นนี้กันแต่เรื่องมัวมล้างได้อันตรีเจียงล้างกอดกับบ้านในเย่ปรับเปียจามมาร้านบ้านอำนาจท้าทลอเมียงไซเชียมปุยนี่จะมั่งดอกคลางคลามาพ่นในขนมลูกนี้กันแต่โรงกาเวประหารจิตดอกใส่กระไดสลับสมาร์ทพุ่มประโยชน์ระบอกกอดกันแต่กายสหายล้างให้อำนาจทำมาโประบอกเกกับกันแต่คลางคลาล้างด้วยนี้อันตรีลิงเทียนกอดบ้านสู่เหมือนเจียท้าตาเนี่ยกำปงแต่ในเย่อมปีอำนาจไซเชียมระบอกครูซาชินเมนเต้นอกจากบ้าเจริญชูดให้ก็เลยมาชินเทียนไว้มาสรุปเตียงจมืออำนาจทำมาโปในขนมกับน้ำได้ระบอกกอดตอบแต่เลยหันเทียนเกิดปังมันต่อวีประหารจิตรานในที่ถวยหันเทียนดอกดังหำซึ่งเหมือนต้นไม่ทราบแต่มันไอเกยรุ่ยเกบานโปท่าตาเวไอตะโดยระบีมนะให้เราไปบันจิระเบื้องหนึ่งอำนาจทำมาโประบอกเกการล้างเฟดองแบบนี้เตียปังเกลี่ยมาข้างกล้ามชินเทียนบานในเยท้าวิหารโดยจีเรียงกายห้ามโคระบอนเนี้ยวิขมิ้นเอาไว้พิเศษหูเตไปโนพองได้หันเทียนเกินแต่มันอ๋อจัดห่อลานตะคางเลยตาเองเกิดท่าเองคือจินเนี่ยนะรุ่ยให้กับมาสรุปเตียงจิมูนอำนาจทำมาโปดอกคลางคลาระบอกเกลางเมาส์ได้คือเจียปัจจัยกเตทำมาโปเรียงกายห้ามโคเตียงปรำปีรูปมันโจเวียแต่มวยเวประหารโจเมาส์ชินเทียนสำลังมือให้มันเจนได้ระบอกกอดจ้องสำลับเขียวเมนเตเนี่ยมันเมียนเรียกอนาสมบัติกรุบกรอนไหลห่อโจเตอร์ได้ในครั้งใดกับใจจะให้ทำมาโปเป็นมวยตำหึงตัวโรงมันเตะกัดปลายกับตัวเชงประหารเทียนเป็นเตียปางเกลี่ยมาข้างกล้ามชินเทียนจิมูนระเบิดดอลลื่นได้ระมุดสรุปขมิ้นเนี่ยนะไอห้ามโคดกอดบานุเตโดยซาแต่เป็นนี่กอดบานจัดตำโลเรียงกายระบอกหันเทียนตะเฮยไปชอดปัดชินเทียนกับบานดอกได้ใจมาเว้นดูปรุมันต่อไปเคยแม่มนุษย์ปฏิจจาส่วนลิงกับบานซาซาวูเช่นเปรียบโดยจิตโบดอกกำรอมุ้ยได้เหมือนไอปากกำไดบานโดยชนะขมิ้นมันนี่เหมือนไออนุญาตอ่อยรูปบานต่อบานที่ดูเตจำในปฏิจจาเจนเป็นนุบานคังยังคลังวูเช่นไอเฮียนสำลักเสในกายส่วนทรงระบอกยังพงชินเทียนนาโจตะคางมกหายในยีแท้เกบานพิเยี่ยมลุยยกโมดดอกระบอกยมโดยชนะขยมตราตาสำลับเกตาเวเมียนปัญหาเวเมียนเตบ้านเนี่ยมันซอกจะเตะไอซาลมองจิมุยขยมบ้านเพลียมนกกอดกับบานจับอารมณ์ดังท่าเมียนจำให้ทำมาโปบานเบียประหารไปข้างกร้อยเป็นนกกอดกับบานเลิกได้บางมุกละทั้ง5ระบอกกอดปันตาตระบางติดปามันเตสำลังตาเคยหันเทียนโชว์จงงเกเหมือนตอนสลับนูเตสมัยแต่ปฏิจจาสุลิงกับบานพญาปาตาเวไอเตอร์รู้โดยระบีมนะตามเป็ดเตอร์หันเทียนตระบางเหมือนการล่างโดยประเลิงระบอเนี่ยจำบังเป็นนกชินเทียนกับบานปราจิมุยหนึ่งการพญาตรีระบอกกอดสำลังตัวมือเคยนกจำให้ทำมาโปบานเจงปีเปรองมาจากตีใบโจมขนมเรียงกายหันเทียนถ้วยกอดบานดังทักชมันได้รมเปิงตกท่าเปรองมาจากตีใบเนี่ยนาจากเทียนฟูได้เหมือนมันลิทโลจิมุยหนึ่งการนำรถทำมาโปข้างวิญญาณใบจีบานเรียบบางจิมุยหนึ่งอำนาจทำมาโปดอกคลังคล้าสำหรับเนี่ยต่างออกเนี่ยได้จองตัวสนาเพียมันต่อเพลียมเจงตอนกรมฮอนระบอกเกได้ซาแต่จองซาบดาในกรมฮอนระบอกเกถุมเลียดดอกเพียตีปีร้อยสำหรับปัจจุบันอาจเป็นมาสำไรดอกเพียที่มา100 กายสปรัมพูนหายโดยฉะนั้นเนี่ยต่างออกเนี่ยอาจจะตัวสนาบ้านในขนมกลกระบบ VIP ระบายมินขนมโน้ตพองได้เมียนเรื่องจิตรามเซนตีได้เมียนมาสำไรให้เหมือนตอนมันอัพโหลดเลย YouTube จมปวดดำไหลเหมือนไทยนูเต้เติมแต่$1ขนมมือขายแต่ปนน้องเนี่ยต่างออกเนี่ยไอตัวสนาบ้านประจำไงแต่มาดองจับอารมณ์ลิงก์เทเลกราฟในกรองคอมเมนต์ไอชานมาสาสูปอลเมมันไทยมัน